លោកសាច់ពិសីអភិបាលស្រុកកំពង់រោបានណែនាំដល់កងកម្លាំងនគរបាលនិងយោធាការពារព្រំដែនចូលរួមហាមឃាត់និងទប់ស្កាត់ការនាំចូលនៅផ្លែទុរេននិងសាច់សត្វចូលមកពីប្រទេសជិតខាងខេត្តស្វាយរៀងនាព្រឹកថ្ងៃអង្គារ2រោចខែពិសាខឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី13ខែឧសភាឆ្នាំ2025រដ្ឋបាលស្រុកកំពង់រោខេត្តស្វាយរៀងបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភានិងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែមិថុនាឆ្នាំ2025ក្រោមអធិបតីភាពលោកសុចពិសីអភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានអង្គប្រជុំបានអញ្ជើញចូលរួមជាសមាជិកក្នុងកិច្ចប្រជុំនេះមានលោកស្រីអភិបាលរងនៃគណៈអភិបាលស្រុកលោកនាយករដ្ឋបាលសាលាស្រុកលោកស្រីនាយករងរដ្ឋបាលសាលាស្រុកកងកម្លាំងទាំង3លោកស្រីមេឃុំទាំង11ឃុំនៃស្រុកកំពង់រោលោកប្រធានការិយាល័យប្រជាពលរដ្ឋលោកប្រធានមណ្ឌលសុខភាពញលោកស្រីប្រធានការិយាល័យនិងអង្គភាពចំណុះរដ្ឋបាលស្រុកវត្តមានចូលរួមសរុប35នាក់ស្រី6នាក់កិច្ចប្រជុំនេះអនុវត្តទៅលើរបៀបវិរៈនៃកិច្ចប្រជុំរួមមាន1មតិបើកកិច្ចប្រជុំរបស់អធិបតីអង្គប្រជុំ2អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំខែឧសភានិងលើកទិសដៅការងារអនុវត្តបន្តខែមិថុនាឆ្នាំ2025 3មតិយោបល់ចូលរួមបំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ2025 4សំណូមពរបញ្ហាប្រឈមផ្សេង5មតិបូកសរុបនិងដាក់ទិសដៅការងារអនុវត្តបន្តខែមិថុនាឆ្នាំ2025របស់អធិបតីអង្គប្រជុំក្នុងមតិបូកសរុបកិច្ចប្រជុំនោះលោកសុចពិសីអភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានអង្គប្រជុំបានណែនាំដល់កងកម្លាំងនគរបាលនិងយោធាការពារព្រំដែនចូលរួមហាមឃាត់និងទប់ស្កាត់ការនាំចូលនៅផ្លែទុរេននិងសាច់សត្វចូលមកពីប្រទេសជិតខាងជាពិសេសប្រទេសវៀតណាម